ថ្ងៃនេះយើងមកនិយាយអំពីយន្តហោះទម្លាក់គ្រាប់បែក B2 Spirit របស់សហរដ្ឋអាមេរិកគឺជាយន្តហោះយុទ្ធសាស្ត្របំបង្កាយ Spirit ដែលមានសមត្ថភាពខ្ពស់ក្នុងការវាយប្រហារគោលដៅនិងនុយក្លេអ៊ែរឥឡូវនេះយើងមកស្ដាប់អំពីចំណុចសំខាន់នៃសមត្ថភាពរបស់វាបច្ចេកវិទ្យាបំបង្កាយនិងរចនាសម្ព័ន្ធស្លាបហោះដោយគ្មានកន្ទុយដែលអាចកាត់បន្ថយការឆ្លុះតាមដានពីរ៉ាដាប្រើសម្ភារៈផ្សំពិសេសនិងថ្នាំកូដបំបង្កាយដើម្បីជៀសវាងការស្គាល់ដោយរ៉ាដានិងអ៊ិនហ្វ្រារ៉េតនិងសំឡេងសមត្ថភាពការវាយប្រហារអាចដឹកគ្រាប់បែកបានដល់ទៅ 40000 ផោនឬស្មើនឹង 18134 គីឡូក្រាមរួមទាំងគ្រាប់បែកនុយក្លេអ៊ែរនិងបុនគ័រប៊ុនធ័រដែលអាចបំផ្លាញទីតាំងក្រោមដីដែលបានប្រើប្រាស់ជាក់ស្ដែងក្នុងការវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ដូចជា Fordo Natanz ថ្មីនៅឆ្នាំ2025នេះចម្ងាយហោះហើរអាចហោះបានជាង 11000 គីឡូម៉ែត្រឬ 6000 ម៉ាយដោយមិនចាក់ប្រេងនិង 19000 គីឡូម៉ែត្រ 10000 ម៉ាយជាមួយការចាក់ប្រេងម្ដងវាអាចធ្វើសកម្មភាពពីមូលដ្ឋានអាមេរិកទៅគោលដៅនៅអាស៊ីឬអឺរ៉ុបដោយមិនចាំបាច់ឈប់កម្ពស់ហោះហើរអាចហោះបានដល់ទៅ 15000 ម៉ែត្រឬ 50000 ហ្វីតដែលធ្វើឲ្យវាពិបាកក្នុងការតាមដាននិងវាយប្រហារបប្រតិបត្តិការនិងការគ្រប់គ្រងត្រូវការក្រុមអាកាសយានិកត្រឹមតែ2នាក់អ្នកបើកបរនិងមេបញ្ជាការសកម្មអាចធ្វើប្រតិបត្តិការក្នុងបរិយាកាសដ៏អាក្រក់ដូចជាព្យុះឬភ្លៀងធ្លាក់ខ្លាំងសម្រាប់តម្លៃប្រហែល $2.13 លានក្នុងមួយគ្រឿងដែលធ្វើឲ្យវាក្លាយជាយន្តហោះថ្លៃបំផុតមួយក្នុងពិភពលោកសហរដ្ឋអាមេរិកមាន B2 សរុបចំនួន21គ្រឿងដោយសារការផលិតមានតម្លៃខ្ពស់យន្តហោះ B2 ត្រូវបានរចនាឡើងសម្រាប់ការវាយប្រហារយុទ្ធសាស្ត្រដ៏ស៊ីសង្វាក់និងជាឧបករណ៍សំខាន់ក្នុងការគ្រប់គ្រងសុវត្ថិភាពសន្តិសុខជាតិរបស់អាមេរិកនេះគឺជាចំណុចសំខាន់ខ្លះៗរបស់ B2 ដែលវាអាចហោះបានកម្ពស់និងចម្ងាយនៃការហោះហើរដែលវាមានរហស្សនាមថាខ្មោចអាកាសឬក៏បិសាចអាកាស